ល្បីនយោបាយរបស់អនុទីនការចង់យកប្រទេសចិនធ្វើខ្នងប្រឆាំងកម្ពុជាប្រែក្លាយជាដុំភ្លើងរលាកខ្លួនឯងដំណើររយៈពេល5ថ្ងៃរបស់អនុទីនដែលអមស្ដេចថៃទៅកាន់ប្រទេសចិនបានបញ្ចប់ហើយតើដំណើរនោះបានទទួលផលអ្វីខ្លះមានអត្ថបទស៊ីជម្រៅដំណើរទស្សនកិច្ចដ៏លេចធ្លោមួយរបស់នាយករដ្ឋមន្ត្រីថៃអនុទីនច័ន្ទវរៈគុលទៅកាន់ប្រទេសចិនក្នុងការអមព្រះរាជដំណើរព្រះមហាក្សត្រថៃមុននេះត្រូវបានកំណត់ថាជាចលនាភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពលមួយសារដែលអនុទីនចង់បានបំផុតគឺរំពឹងថាប្រទេសថៃអាចរកឃើញសសរស្តម្ភទី2របស់ខ្លួននៅក្នុងប្រទេសចិនដើម្បីទប់ទល់នឹងសម្ពាធកើនឡើងនៃសហរដ្ឋអាមេរិកលើជម្លោះព្រំដែនកម្ពុជាថៃប៉ុន្តែក្រោយពីយន្តហោះថៃបានចុះចតនៅទីក្រុងប៉េកាំងរួចមកទាំងព្រះមហាក្សត្រថៃនិងអនុទីនបានលើតែសារមួយពីថ្នាក់ដឹកនាំចិននោះគឺសន្តិភាពការអត់ធ្មត់និងគ្មានជម្លោះជាមួយកម្ពុជានៅទីបញ្ចប់ដំណើរទស្សនកិច្ចដែលត្រូវបានគេសន្មតថាធ្វើឲ្យប្រទេសចិនចាក់អារម្មណ៍និងបំផិតបំភ័យកម្ពុជាបានប្រែក្លាយទៅជាការគណនាខុសផ្នែកការទូតនិងជាការបង្ហាញយ៉ាងច្បាស់អំពីភាពឯកោកាន់តែខ្លាំងឡើងរបស់ប្រទេសថៃទៅវិញយុទ្ធសាស្ត្ររបស់អនុទីនក្នុងការពឹងផ្អែកលើប្រទេសចិនដើម្បីរកទម្ងន់ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកនិងដាក់សម្ពាធមកលើកម្ពុជាគឺមានចំណុចខ្វះខាតជាមូលដ្ឋានប្រទេសចិនមិនបានគ្រប់គ្រងការកើនឡើងនៃភាពតានតឹងរបស់ប្រទេសថៃនៅតាមព្រំដែនកម្ពុជានោះទេផ្ទុយទៅវិញទីក្រុងប៉េកាំងបានអំពាវនាវឲ្យមានស្ថិរភាពការសន្ទនានិងការអត់ធ្មត់គ្នាទៅវិញទៅមកជាលទ្ធផលប្រទេសថៃមិនទទួលបានអ្វីពីប្រទេសចិនឡើយទាំងការគ្រប់គ្រងនយោបាយទាំងការអនុញ្ញាតប្រើសម្ពាធដាក់មកលើកម្ពុជាឬការចង់កាត់បន្ថយពីសម្ពាធអាមេរិកនោះជាដើមផ្ទុយទៅវិញប្រទេសកម្ពុជាឯនេះវិញបែរជាទទួលបានអត្ថប្រយោជន៍ពីកំហុសឆ្គងរបស់ប្រទេសថៃដោយស្វ័យប្រវត្តិដែលអ្វីទាំងនេះគឺជាផលប៉ះពាល់នយោបាយដែលអនុទីនកសាងឡើងដោយខ្លួនឯងប្រទេសចិនមិនចង់ឲ្យប្រទេសថៃធ្វើបាបប្រទេសកម្ពុជាទេទោះបីជាប្រទេសថៃបានព្យាយាមប្រើប្រាស់ចំនួនព្រំដែនបង្កការដាក់សម្ពាធមកលើកម្ពុជាក៏ដោយសាររបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់ច្បាស់លាស់កុំបង្កចំនួនកុំប្រើអាវុធនិងត្រូវប្រើកិច្ចសន្ទនាតែប៉ុណ្ណោះដើម្បីដោះស្រាយប្រទេសចិនគឺជាប្រទេសនៃចំណងមិត្តភាពដៃថៃរបស់កម្ពុជាចិននៅតែជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុតរបស់ប្រទេសកម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរអង្វែងជាមួយនិងជាតិសាសន៍ខ្មែរមានកិច្ចសហប្រតិបត្តិការយោធាជាប្រទេសដែលទទួលបាននៅហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវ BRI សំខាន់និងមានចំណងសេដ្ឋកិច្ចស៊ីជម្រៅថែមទៀតប្រទេសថៃមិនអាចរំពឹងថាប្រទេសចិននឹងគ្រប់គ្រងសកម្មភាពណាមួយដែលប៉ះពាល់ដល់ប្រទេសកម្ពុជាឬរំខានដល់ស្ថិរភាពក្នុងតំបន់នោះបានឡើយយុទ្ធសាស្ត្រនៃការស្វែងតុល្យភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបង្កផលវិបាកមុនពេលធ្វើដំណើរទៅប្រទេសចិនលោកអនុទីនបានប្រើវោហារសាស្ត្របង្ហាញការប្រឆាំងនឹងសហរដ្ឋអាមេរិកដោយប្រកាសថាប្រសិនបើសហរដ្ឋអាមេរិកមិនទិញផលិតផលថៃទេយើងនឹងស្វែងរកទីផ្សារផ្សេងទៀតជាមួយនឹងសម្ដីនេះអនុទីនជឿថាសម្ដីរិះគន់ចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអាចទទួលបានការពេញចិត្តពីប្រទេសចិនប៉ុន្តែប្រទេសចិនមិនបានផ្ដល់រង្វាន់ដល់អេរយាប័តនេះទេប្រទេសចិនមិនមានចំណាប់អារម្មណ៍ក្នុងការក្លាយជាអ្នកជំនួសសហរដ្ឋអាមេរិកឬត្រូវបានអូសទាញចូលទៅក្នុងសមរភូមិនយោបាយក្នុងស្រុករបស់ប្រទេសថៃនោះឡើយប្រទេសចិនចង់បានស្ថិរភាពនៅក្នុងតំបន់មិនចង់ឲ្យថៃបង្កសង្គ្រាមឬបង្កចំនួនធំដាក់សហរដ្ឋអាមេរិកឡើយហើយចុះលទ្ធផលពិតប្រាកដគឺអនុទីនមិនទទួលបានផលល្អទាំងពីររដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក៏គ្មានការគ្រប់គ្រងពិសេសពីទីក្រុងប៉េកាំងដែរក្នុងដំណើរទស្សនកិច្ច5ថ្ងៃរវាងពីថ្ងៃ13ដល់ថ្ងៃទី17ខែវិច្ឆិកាបើយោងតាមក្រសួងការបរទេសចិនគឺប្រទេសទាំងពីរគ្រាន់តែបានបញ្ជាក់ជាថ្មីនៅបំណងប្រាថ្នារបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់រួមទាំងការតភ្ជាប់ផ្លូវដែកនាពេលអនាគតការនាំចេញផលិតផលកសិកម្មរបស់ថៃទៅកាន់ប្រទេសចិនបញ្ញាសិប្បនិម្មិតសេដ្ឋកិច្ច Digital និងអាកាសចរណ៍ជាដើមទីភ្នាក់ងារ Reuters រាយការណ៍ថាមិនមានការចុះកិច្ចព្រមព្រៀងឬសន្ធិសញ្ញាណាមួយគួរឲ្យកត់សម្គាល់ឡើយប្រទេសចិនទោះបីស្ដាប់ប្រទេសថៃប៉ុន្តែបញ្ជាក់ការគ្រប់គ្រងស្ថិរភាពរបស់កម្ពុជានៅក្នុងអំឡុងពេលកិច្ចប្រជុំរវាងព្រះមហាក្សត្រថៃនិងប្រធានាធិបតីស៊ីជីនពីងនិងដែលមានលោកអនុទីនចូលរួមដែរនោះប្រទេសចិនបានបញ្ជាក់ជាថ្មីថាត្រូវជៀសវាងចំនួនគោរពដល់ដំណើរការចរចារក្សាសន្តិភាពតាមបណ្ដោយព្រំដែនបន្តរក្សាកិច្ចសន្ទនាទ្វេភាគីនិងកុំរំលោភលើបទឈប់បាញ់ឬកិច្ចព្រមព្រៀងណាមួយដែលប្រទេសទាំងពីរបានយល់ព្រមរួចមកនេះសារទាំងនេះគឺជាសារដ៏រឹងមាំមួយដែលគាំទ្រសន្តិភាពជាមួយប្រទេសកម្ពុជានិងមិនមែនជាសារដែលប្រើឥទ្ធិពលចិនប្រឆាំងកម្ពុជាឡើយ
បើយោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីនជៀនបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាប្រទេសចិនសង្ឃឹមយ៉ាងមុតមមថាទាំងប្រទេសថៃនិងកម្ពុជាអាចអត់ធ្មត់ធ្វើការក្នុងទិសដៅដូចគ្នាអនុវត្តការពិគ្រោះយោបល់ដោយមិត្តភាពនិងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការកើនឡើងនៃស្ថានភាពណាមួយកម្ពុជាក្លាយជាអ្នកឈ្នះដោយប្រយោលភាពអញ្ចាស់គ្នានៅទិសដៅនយោបាយរបស់ថៃនាពេលនេះគេត្រូវអរគុណចំពោះការទូតរបស់អនុទីនដែលបានគណនាខុសទង្វើរបស់អនុទីនមិនត្រឹមតែធ្វើឲ្យមានសម្ពាធពីសហរដ្ឋអាមេរិកលើប្រទេសថៃកាន់តែកើនឡើងភ្លាមប៉ុណ្ណោះទេចំណែកប្រទេសចិនបានបង្ហាញជំហរថាចិនក៏មិនបានគ្រប់គ្រងការឈ្លានពានរបស់ប្រទេសថៃដែរនៅជាមួយគ្នានេះអាស៊ានក៏បានបញ្ជាក់ជំហរបន្តគ្រប់គ្រងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលអ្វីទាំងនេះក្លាយជាកម្លាំងបន្ថែមធំមួយបង្កើនទាំងជំហរផ្នែកច្បាប់និងឥទ្ធិពលការទូតរបស់កម្ពុជាឲ្យកាន់តែរឹងមាំផ្ទុយទៅវិញក្រោយទង្វើរបស់អនុទីនប្រទេសថៃកាន់តែបង្ហាញភាពឯកោលើឆាកអន្តរជាតិជាងពេលណាទាំងអស់ក្នុងសេចក្តីសន្និដ្ឋានយុទ្ធសាស្ត្រចង់ផ្គាប់ចិនរបស់អនុទីនបានបង្ហាញពីភាពមិនស៊ីចង្វាក់គ្នាដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសថៃការប៉ុនប៉ងប្រើប្រាស់ប្រទេសចិនដើម្បីដាក់សម្ពាធលើប្រទេសកម្ពុជានិងដើម្បីបង្ហាញខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតនោះគឺជាកំហុសយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរប្រទេសចិនដែលជាមហាអំណាចមួយដែលផ្ដល់អាទិភាពដល់ស្ថិរភាពនិងឥទ្ធិពលរយៈពេលវែងក្នុងតំបន់និងចិនមិនមានការចាប់អារម្មណ៍ក្នុងការអនុញ្ញាតឲ្យប្រទេសថៃរំខានដល់សន្តិភាពឬធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្រជិតស្និទ្ធបំផុតរបស់ខ្លួនគឺកម្ពុជានោះទេលទ្ធផលគឺច្បាស់ណាស់ប្រទេសថៃមិនទទួលបានអ្វីពីដំណើរទស្សនកិច្ចនេះទេខណៈដែលប្រទេសកម្ពុជាបានលេចចេញជារូបរាងកាន់តែរឹងមាំឡើងទាំងផ្នែកការទូតនយោបាយនិងយុទ្ធសាស្ត្រ